វិលមកជួបគ្នាសារជាថ្មីជាមួយនឹង page សំណាង TV បាទថ្ងៃនេះមានមុខម្ហូបមួយមកចែកម្លែកពុកម៉ែបងប្អូនទស្សនាគឺការចិញ្ច្រាំប្រហុកឆៅហូបជាមួយនឹងអន្លក់គ្រឿងកាត់ឆ្អាបយើងថ្ងៃនេះមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចនិងខ្ទឹមសបាទយើងចិញ្ច្រាំវាឲ្យម៉ត់ទៅបន្ទាប់មកក៏យើងដាក់ប្រហុកសាច់បាទហើយបោកសាច់គឺយើងចិញ្ច្រាំវាលាយជាមួយនឹងគ្រឿងកាត់ឆ្អាបទាំងអស់ហ្នឹងទៅបាទហើយបន្ថែមជាមួយនឹងម្ទេសហិរដាក់2 3គ្រាប់ទៅបើបងប្អូនចូលចិត្តហិរបាទដាក់4 5 20គ្រាប់30គ្រាប់អីតាមចំណង់ចំណូលចិត្តទៅបាទយើងចិញ្ច្រាំវាឲ្យចូលសព្វគ្នាជាមួយនឹងម្ទេសហើយនឹងគល់ស្លឹកគ្រៃហាន់ស្លឹកក្រូចអំដេងហ្នឹងបាទគឺយើងច្រាមចូលគ្នាឲ្យម៉ត់ទៅបន្ទាប់មកគឺយើងដាក់ប៊ីចេងបន្តិចហើយនឹងស្ករសមួយស្លាបព្រាព្រោះហុករសជាតិវាគឺប្រៃខ្លាំងបាទអញ្ចឹងយើងដាក់ស្កររៀងច្រើនបន្តិចហើយថ្ងៃនេះគឺចិញ្ច្រាំប្រហុកឆៅជាមួយនឹងកាសាំងបាទបរិមាណហុកប៉ុណ្ណឹងគឺខ្ញុំប្រើកាសាំង4ផ្លែបាទយើងពុះវាឆ្កៀលយកសាច់គ្រាប់ខាងក្នុងវានឹងទៅបាទយកមកច្រាំលាយគ្នាអញ្ចឹងមកពុកម៉ែបងប្អូនបាទហើយប្រហុកឆៅនេះយើងអាចយកវាទៅអាំងក៏បានដែរបើពុកម៉ែបងប្អូនមិនសូវចេះហូបឆៅយកវាទៅអាំងឬក៏ខ្ចប់វាទៅអាំងក៏បានដែរហើយជាចុងក្រោយគឺយើងដាក់តជីនឹងវងទៅវារួចជាការស្រេចហើយបន្លែថ្ងៃនេះមានពពាយម្រះម្ទេសខ្លោបក្របស្រួយពពួនភ្លក់ទឹកឥឡូវរួចរាល់ហើយបងប្អូនមកទស្សនាជាមួយនឹងការហូបទាំងអស់គ្នាបាទហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនបាទជួយ like ជួយ share ជួយ comment នៅខាងក្រោមវីដេអូផងបាទជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណ